បាទបងប្អូនមើលវីដេអូខ្លីៗស្ទួយត្រីលេងកំសាន្តជាមួយខ្ញុំបងប្អូននេះជាវីដេអូដែលខ្ញុំស្ទួយត្រីរៀលណាបងប្អូននៅ 7NG បងប្អូនត្រីនេះច្រើនណាបងប្អូនត្រីរៀលដាក់ស៊ីមកបងប្អូនហើយមួយទៀតត្រីនៅនេះសបោបងមានគ្រប់មុខបងប្អូនឲ្យតែបងប្អូនថាមានបច្ចេកទេសនិងវិធីដែលស្ទួយណាបងប្អូនទៅនឹងទៅខំបំណងទៅព្រោះត្រីនៅនោះច្រើនហើយកន្លែងនោះក៏ស្អាតបងប្អូនហើយមួយទៀតត្រីវាមានគ្រប់មុខហ្នឹងបងប្អូនយើងស្ទូចដាក់វត្តហ្មងនិយាយទៅឲ្យតែយើងខ្លាំងវត្តបងប្អូនព្រោះត្រីនៅនោះច្រើនហើយបងប្អូនថ្ងៃសៅរ៍ឬថ្ងៃអាទិត្យអត់ដឹងទៅណាអញ្ចឹងបងអាចទៅនងបានដាក់ស្ទូចទៅមួយដើមពីរដើមទៅអង្គុយស្ទូចត្រីលេងកំសាន្តទិញអីគេហូបមួយកែវពីរកែវទៅបងប្អូនស្ទូចមួយថ្ងៃវងងាយក៏បានដែរបងប្អូនហើយត្រីនោះគេអត់មានគិតថាបងប្អូនស្ទូចបានវាថ្លឹងគីឡូឬគិតលុយទេបងប្អូនគេអត់ទេបើស្ទូចបានយកមកផ្ទះទៅបងប្អូនប៉ុន្តែបងប្អូនទិញអីគេហូបតិចតួចនៅក្នុងទៅបងប្អូនអាចជួយលេងបានហើយរបៀបលេងនុយនិងរបៀបស្ទូចមិនបងប្អូនអាចសួរខ្ញុំបានព្រោះខ្ញុំដឹងពីរបៀបលេងខ្លះដែរពីកន្លែងនោះបងប្អូនហើយមួយទៀតបងប្អូនអាចមកឆាតមកសួរខ្ញុំតើវានុយគេលេងមិនបានជួយទៅស៊ីបានច្រើនហើយអឺលេងបាក់ម៉ាច់អីម៉ាច់បងអាចសួរខ្ញុំបានខមមិននឹងឆាតមកសួរខ្ញុំបានបងប្អូននេះមើលត្រីខ្ញុំស្ទូចបានបងប្អូននឹងបានមកងាយទេបងប្អូនប្រហែលជា3ទៅ4ម៉ោងបានប៉ុណ្ណឹងបងប្អូនច្រើនដែរបងប្អូនមានធំមានទូចខ្ញុំមកដល់ផ្ទះខ្ញុំចាក់ចូលចានដែកបងប្អូនចូលចានដែកនោះមើលទៅឃើញច្រើនដែរបងប្អូនហើយ3ទៅ3គីឡូជាងដែរបងប្អូនមានស្ពិនមានកត្រប់មានឆ្លាំងមានរាមានគ្រប់មកបងប្អូនទឹកអាស័យអីត្រីអីហ្នឹងក៏មានដែរបងបើយើងស្ទូចបដាអាំងហូបបដាដាក់ជាជាទៀតអត់តែអេបងប្អូនព្រោះខ្យល់អាកាសល្អបងប្អូននឹងនិយាយជាស្រួលខ្យល់អាកាសមកតែខ្ញុំរត់ទៅផលពីងាកឡើងបងប្អូនបានប៉ុណ្ណឹងបងប្អូនហើយនេះចុងក្រោយនុយដែលខ្ញុំលេងបងប្អូននេះយ៉ាងនុយគុណភាពបានប៉ុណ្ណឹងនុយហ្នឹងបងដាក់ស៊ីមកបងប្អូន